នេះជាកម្មវិធីយុវជនឆ្នាំវគ្គ 7 ខ្ញុំជាជេលពីយុវជនឆ្នាំខ្ញុំនឹងថាវាពិបាកប៉ុន្តែខ្ញុំបានធ្វើរួចទៅហើយនេះគឺជាកម្មវិធីអប់រំសម្រាប់អ្នកនៅវ័យក្មេងបេក្ខជនទាំង12រូបនឹងមកធ្វើការប្រកួតប្រជែងសម្រាប់តំណែងយុវជនឆ្នាំក៏ប៉ុន្តែមានតែមួយរូបប៉ុណ្ណោះដែលជាអ្នកឈ្នះសម្រាប់អ្នកឈ្នះនឹងទទួលបានដំណើរទស្សនកិច្ចសិក្សាទៅកាន់សហរដ្ឋអាមេរិកសម្រាប់បេក្ខជនទាំង12រូបកម្មវិធីយុវជនឆ្នាំនឹងផ្ដល់ឱកាសដ៏កម្រក្នុងជីវិតរបស់ពួកគាត់ចាសូមជម្រាបសួរទូរទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីយុវជនឆ្នាំចាថ្ងៃនេះគឺពិតជាឱកាសដ៏អស្ចារ្យមែនទែនសម្រាប់កម្មវិធីយុវជនឆ្នាំរបស់យើងដែលយើងនឹងត្រូវធ្វើការជ្រើសរើសថាតើបេក្ខជនមួយរូបណាជាម្ចាស់ជ័យលាភីពិតប្រាកដសម្រាប់តំណែងយុវជនឆ្នាំក៏ដូចជាដំណើរទស្សនកិច្ចសិក្សាទៅកាន់សហរដ្ឋអាមេរិកនាពេលនេះយើងបានមកដល់វគ្គផ្ដាច់ព្រាត់ហើយចាដែលនៅសល់តែបេក្ខជន2រូបប៉ុណ្ណោះដែលនឹងធ្វើការប្រកួតនៅវគ្គចុងក្រោយនេះគឺបរមម្នាក់និងនារីម្នាក់ចង់ដឹងថាពួកគេជាអ្នកណាចាដើម្បីឲ្យជឿច្បាស់អនុញ្ញាតជួបជាមួយពួកគាត់ទាំងអស់គ្នាចាសូមបញ្ជាក់ផងដែរថាកញ្ញាហេងម៉ានីកាគឺប្អូនមានអាយុ18ឆ្នាំនៅទីក្រុងភ្នំពេញចាហើយចំណែកឯបេក្ខជនខឹមពីរ៉ុំប្អូនមានអាយុ23ឆ្នាំមកពីខេត្តកំពង់ឆ្នាំងចាសម្រាប់ទូរទស្សនិកជនចាគុណចាសម្រាប់ទូរទស្សនិកជនដែលមិនទាន់បានធ្វើការបោះឆ្នោតគ្រប់គ្រងបេក្ខជនណាដែលខ្លួនពេញចិត្តនោះទេសូមបន្តការផ្ញើសាររបស់ខ្លួនពីព្រោះថាកម្មវិធីរបស់យើងនឹងបន្តរហូតដល់ចប់កម្មវិធីផងដែរហើយប្រសិនបើទូរទស្សនិកជនពេញចិត្តចំពោះកញ្ញាហេងម៉ានីកាសូមវាយអក្សរ A ឬផ្ញើទៅកាន់លេខ2000ហើយបើសិនជាពេញចិត្តជាមួយនឹងបេក្ខជនខំពីរ៉ុំសូមវាយអក្សរ B ហើយផ្ញើកាន់ទៅលេខ2000សូមបញ្ជាក់ថាទស្សនិកជនមានរយៈពេលតែ40នាទីប៉ុណ្ណោះដើម្បីធ្វើការផ្ញើសារគ្រប់គ្រងដល់បេក្ខជនទាំងពីរចាលោកនរិនតាមនេះខ្ញុំដឹងដូចថាមិនមែនត្រឹមតែចាប់ផ្ដើមនៅថ្ងៃនេះទេមិនចឹងការទទួលសាររបស់យើងសារសម័យនេះយើងបានបើកចាប់ថ្ងៃទី27ខែកញ្ញាមកម្លេះជាមកដល់រយៈពេលនេះគឺមានរយៈពេលល្មមគួរសមដើម្បីនឹងទទួលសារគ្រប់គ្រងពីទស្សនិកជនរបស់យើងចាដូច្នេះទស្សនិកជននៅមានឱកាសបន្តទៀតសូមប្រញាប់ឡើងដោយសារតែពេលរបស់យើងនឹងខិតទៅបន្តិចម្ដងចាហើយថ្ងៃនេះយើងមានមោទនភាពក៏ដូចជាសេចក្តីសំណូរីរាយដែលមានវត្តមានពីភ្ញៀវកិត្តិយសហើយក៏ដូចជាបណ្ដាញក្រុមប្រឹក្សាយុវជនកម្ពុជាចូលរួមនៅថ្ងៃនេះផងដែរចាហើយដើម្បីរំលឹកឡើងវិញលោកនរិនអំពីសកម្មភាពដែលបេក្ខជនទាំងពីរបានប្រកួតនៅវិញ្ញាសាកន្លងមកសូមទស្សនិកជនទាំងអស់គ្នាតាមដាននឹងវីដេអូខ្លីរបស់យើងទាំងអស់គ្នាសូមអញ្ជើញសូមគ្រប់អញ្ជើញនាងខ្ញុំមានការតាំងចិត្តខ្ពស់ថានាងខ្ញុំនឹងអាចយកជ័យជំនះនៅក្នុងកម្មវិធីនេះហើយនាងខ្ញុំនឹងអាចឈ្នះទស្សនកិច្ចសិក្សាទៅកាន់សហរដ្ឋអាមេរិកពីបានវគ្គបណ្ដុះបណ្ដាលនេះគឺឲ្យនាងខ្ញុំអាចយល់ដឹងច្រើនពីការស្ដែងចម្រៀងហើយនាងខ្ញុំសង្ឃឹមថានឹងទទួលបានសារយ៉ាងច្រើនពីសំណាក់ប្រជាជននៅឯខេត្តសៀមរាបមកសូមទៅការបោះឆ្នោតលើប្រធានបទយុទ្ធសាស្ត្ររបស់យុវជនក្នុងការស្វែងរកការងារធ្វើនៅក្នុងទីផ្សារកម្ពុជាការលក់ផលិតផលរបស់អាជីវករនៅក្នុងញត្តិដំណរបស់នាងខ្ញុំហ្នឹងគឺមានការលក់ដាច់ខ្លះដែរមានអតិថិជនគាត់ទិញកៅអៅទិញគ្រឿងសម្អាងទិញវត្ថុអនុស្សាវរីយ៍គ្រឿងអលង្ការផ្សេងពេលនេះនាងខ្ញុំបានប្រឹងប្រែងអស់ពីសារភាពហើយអញ្ចឹងទោះបីជានាងខ្ញុំឈ្នះឬក៏មិនឈ្នះនាងខ្ញុំទទួលយកនៅលទ្ធផលបែបមួយទាំងអស់សំខាន់គឺឥឡូវនេះនាងខ្ញុំបានជួយសហគមន៍មួយបានជួយផ្លូវដល់ប្រជាពលរដ្ឋក្នុងភូមិព្រៃតាថោកដែលពីមុនមកខ្ញុំមិនដែរធ្វើបែបនេះទេឥឡូវនេះខ្ញុំបានចូលរួមក្នុងសកម្មភាពសង្គមបញ្ចុះបញ្ចូលប្រជាពលរដ្ឋក៏រួចរាល់ផងដែរខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកនឹងប្រជាពលរដ្ឋដែលបានគ្រប់គ្រងនាងខ្ញុំដែលនាងខ្ញុំបានស្ដាប់នៅក្នុងបញ្ជីហ្នឹងគឺគាត់អាចមកគ្រប់ចំនួនមែននាងខ្ញុំជឿជាក់ថាគឺនាងខ្ញុំនឹងអាចយកជ័យជំនះបាននៅក្នុងវិញ្ញាសានេះគាត់ត្រូវការសិក្សាពីអោមដើម្បីទីគាត់ឆ្លងគ្រប់គ្រងគាត់ចាជាបន្តសូមជួបជាមួយលោកខឹមភិរមទាំងអស់គ្នាចាសូមគ្រប់អញ្ជើញ
ដើម្បីយកឈ្នះជាម្នាក់ដែលទទួលបានលេខ1ក្នុងកម្មវិធីនេះកម្មវិធីរបស់ពួកយើងមើលទៅពិតជាអស្ចារ្យមែនទែនបាទមានអតិថិជនចូលមើលច្រើនហើយមានការទិញពិតជាអស្ចារ្យមែនទែនដូច្នេះខ្ញុំជឿជាក់ថាក្រុមខ្ញុំនឹងទទួលបានជ័យជំនះសម្រាប់ការប្រកួតនៅលើកនេះដែរហើយយុទ្ធសាស្ត្ររបស់ខ្ញុំនឹងមានបន្តទៅទៀតនៅថ្ងៃស្អែកក្នុងការដែលរកអតិថិជនឲ្យច្រើនចូលទិញនៅផលិតផលផ្សេងៗនៅខាងក្រៅខ្ញុំទៀតទោះបីជាពិបាកប៉ុណ្ណាក៏ដោយខ្ញុំជឿជាក់ថាបងប្អូនអ្នកភូមិហើយនឹងរួមទាំងខ្ញុំផងដែរនោះនឹងសហការគ្នាក្នុងការកសាងផ្លូវនេះក្នុងការដែលធ្វើវាឲ្យបានល្អជាងម្សិលមិញទៅទៀតបាទជួយបងគាត់អូហើយបងចាជាប់ដំណើរវិញយើងមានបញ្ហាអីបាទតែយើងទៅយើងអាចប្រាប់ទៅគាត់គាត់ដោះស្រាយយើងទៅដូចជាការរើសអើងការមិនជំនឿអីមួយនេះការអញ្ចឹងយើងដោះស្រាយឲ្យឥឡូវនេះទស្សនិកជនទាំងអស់គ្នាបានតាមដានទស្សនារួចហើយជាមួយនឹងសកម្មភាពរបស់បេក្ខជនរបស់យើងទាំងពីររូបចាដូច្នេះប្រសិនបើទូរទស្សនិកជនពេញចិត្តចំពោះកញ្ញាហេងម៉ានីកាសូមវាអក្សរ A ឬផ្ញើទៅកាន់លេខ 2000 ហើយបើសិនជាពេញចិត្តគ្រប់គ្រងបេក្ខជនខំពីរមសូមវាអក្សរ B ហើយផ្ញើកាន់ទៅលេខ 2000 ដូចគ្នាចាសូមស្វាគមន៍សាច់ថ្មីមកកាន់កម្មវិធីយុវជនឆ្នើមវគ្គប្រៃព្រាត់ចាដូចជាទស្សនិកជនទាំងអស់គ្នាបានទទួលតាមដានទេសនាវីដេអូឃ្លីបតាក់ទងជាមួយនឹងសកម្មភាពរបស់បងប្អូនទាំងពីររួចរាល់ហើយដូច្នេះប្រសិនបើទូរទស្សនិកជនមួយចំនួនដែលលោករវល់អត់ទាន់បានផ្ញើសារគាំទ្រជាមួយបេក្ខជនមួយរូបណាដែលខ្លួនពេញចិត្តនោះគឺលោកទាំងអស់គ្នាអាចផ្ញើសារបាននៅពេលឥឡូវនេះផងដែរចានេះគឺជាឱកាសដែលយើងនឹងផ្ដល់នៅយុទ្ធធម៌ដល់បេក្ខជនមួយណាដែលស័ក្តិសមនឹងធ្វើជាជាលភីនៃកម្មវិធីយុវជនឆ្នើមចាដូច្នេះប្រសិនបើពេញចិត្តចំពោះកញ្ញាហេងម៉ានីកាសូមវាអក្សរ A ឬផ្ញើទៅកាន់លេខ 2000 ហើយបើពេញចិត្តបេក្ខជនខំពីរមសូមវាអក្សរ B ហើយផ្ញើកាន់ទៅលេខ 2000 ចាយ៉ាងម៉េចដែរលោកនរិនមានអ្វីដើម្បីជាបន្តទៀតទស្សនិកជនជាទីមេត្រីអស់រយៈពេលជាងមួយសប្តាហ៍រួចមកហើយដែលបេក្ខជនទាំងពីររូបបានខិតខំស្វែងរកព័ត៌មានផ្សេងៗទាក់ទងនឹងវិញ្ញាសាចុងក្រោយនេះចង់ដឹងថាតើវិញ្ញាសានោះគឺជាអ្វីចាសម្រាប់វិញ្ញាសាចុងក្រោយរបស់យើងគឺតម្រូវឲ្យបងប្អូនទាំងពីររូបធ្វើការស្វែងរកព័ត៌មាននៅក្នុងខេត្តទាំង13របស់ក្រុមប្រឹក្សាយុវជនកម្ពុជាដែលតាក់ទងជាមួយនឹងបញ្ហារបស់យុវជនព្រមជាមួយនឹងដំណោះស្រាយជាមួយនឹងយុទ្ធសាស្ត្រវិធីផ្សេងៗដែលបងប្អូនគិតថាបងប្អូនអាចជួយនៅក្នុងប្រទេសនៅក្នុងខេត្តទាំងអស់នោះបានចាដូច្នេះសូមតាមដានជាមួយនឹងខ្សែវីដេអូខ្លីទាំងអស់គ្នាចាសូមគ្រប់អញ្ជើញយ៉ាងម៉េចដែរបងប្អូនទាំងពីរនាក់សុខសប្បាយទេចាយើងឃើញថាឥឡូវនេះសតតែ2រូបទេគឺប្អូនម៉ានីកាជាមួយនឹងភិរមនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រាត់សម្រាប់ថ្ងៃនេះគឺជាវិញ្ញាសាមួយចុងក្រោយសម្រាប់ប្អូនទាំងពីរនាក់គឺតម្រូវឲ្យប្អូនទាំងពីរនាក់គឺស្វែងរកក៏ដូចជាសិក្សាថាតើបញ្ហាយុវជននៅក្នុងខេត្តទាំង13នៃក្រុមប្រឹក្សាយុវជនកម្ពុជាយើងគឺជាអ្វីចាហើយប្អូនទាំងពីរត្រូវស្វែងរកដំណោះស្រាយស្រាវជ្រាវធ្វើយ៉ាងណាដើម្បីដល់ចម្លើយដល់សមស្របដល់ទស្សនិកជនក៏ដូចជាអ្នកដែលបានដាក់ចម្លើយដាក់ចម្ងល់ទៅនោះឲ្យបងដោះស្រាយបានចាហើយក៏សូមបញ្ជាក់ទៅដល់បងប្អូនទាំងពីរនាក់គឺបងប្អូនទាំងពីរមានរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះក្នុងការស្វែងរកព័ត៌មានទាំងអស់ហ្នឹងដើម្បីបង្ហាញជូនទៅដល់ទស្សនិកជននៅថ្ងៃវគ្គផ្ដាច់ព្រាត់យើងផងដែរចាហើយជាចុងក្រោយចាបងប្អូនទាំងពីរនាក់មានសំណាងល្អហើយជួយជោគជ័យចាពេលជាមួយសប្តាហ៍បេក្ខជនទាំងពីររូបបានធ្វើដំណើរទៅកាន់បណ្ណាល័យស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតនិងធ្វើសកម្មភាពផ្សេងៗដូចជាការទៅប្រឹក្សាយោបល់ជាមួយនឹងគ្រូបង្គោលនានានៃក្រុមប្រឹក្សាយុវជនកម្ពុជា
ពួកគេបានស្វែងរកឯកសារជាច្រើននិងធ្វើបទសម្ភាសន៍ជាមួយយុវជននិងតំណាងយុវជនដើម្បីសិក្សាពីបញ្ហាផ្សេងៗនៅក្នុងខេត្តទាំង13របស់ក្រុមប្រឹក្សាយុវជនកម្ពុជាយើងនឹងធ្វើការបាញ់ភ្លើងទៅលើផែនទីនៃប្រជាជាតិកម្ពុជាប្រជាជាតិអធិរាជហើយនៅពេលដែលភ្លើងរត់ទៅដល់ខេត្តណាមួយយើងនឹងជ្រើសយកសំណួរប្រចាំខេត្តនោះដើម្បីចោទសួរឲ្យបេក្ខជនរបស់យើងទាំងពីររូបធ្វើការដោះស្រាយហើយឆ្លើយតបនឹងសំណួរនោះផងដែរចាឥឡូវនេះដើម្បីកុំឲ្យខាត់ពេលវេលាយូរសូមបងអូនម៉ានីកាបងអូនរៀបចំខ្លួនដើម្បីក្នុងការឆ្លើយសំណួររបស់យើងហើយសូមបញ្ជាក់ផងដែរថា software របស់យើងនឹងរត់នៅបណ្ដាខេត្តទាំង13របស់ក្រុមប្រឹក្សាយុវជនកម្ពុជាប៉ះចំខេត្តណាគឺបងអូនត្រូវស្វែងរកបញ្ហានៅក្នុងខេត្តនោះបងអូនយល់នៅអ្វីដែលនេះខ្ញុំនិយាយចាអរគុណដូច្នេះសូមគណៈកម្មការយើងរៀបចំ software យើងនឹងធ្វើការឆ្លើយសំណួរជាបន្តចាសូមអញ្ជើញសូមបញ្ឈប់ចាសូមអរគុណឥឡូវនេះគឺយើងបានឃើញទាំងអស់គ្នាហើយគឺនៅខេត្តពោធិ៍សាត់ចាហើយសំណួរនាងខ្ញុំក៏សូមអានជូនទៅដល់បងប្អូនជាពិសេសបងអូនម៉ានីកាផងដែរថាឧទាហរណ៍សុខាមានអាយុ15ឆ្នាំរស់នៅក្នុងខេត្តពោធិ៍សាត់នាងបានបោះបង់ចោលការសិក្សាកាលពីឆ្នាំមុនដោយសារតែនាងទទួលបានការងារធ្វើនៅឯភោជនីយដ្ឋានមួយនិងចង់រកលុយជាជាងការបញ្ចប់ការសិក្សាតើអ្នកមានដំបូន្មានយ៉ាងណាចំពោះសុខានិងសិស្សដូចជានាងដែលបានបោះបង់ចោលការសិក្សាឬក៏នឹងមានគម្រោងបោះបង់ចោលការសិក្សាសូមបងអូនឆ្លើយបងអូនមានរយៈពេល2នាទីសូមជម្រាបសួរទស្សនិកជនដែលមានវត្តមាននៅទីនេះក៏ដូចជាទស្សនិកជនដែលមានវត្តមាននៅតាមគេហដ្ឋាននាងខ្ញុំក្នុងនាមនាងខ្ញុំជាយុវជនឆ្នើមនាងខ្ញុំមានដំបូន្មានមួយចំនួនសម្រាប់សុខាក៏ដូចជាយុវជនដទៃទៀតដែលគាត់រៀបមានគម្រោងនឹងបោះបង់ចោលការសិក្សាទី1គឺនាងខ្ញុំនឹងបញ្យល់គាត់តាក់ទងឲ្យគាត់ស្គាល់ពីតម្លៃនៃការសិក្សាថាការសិក្សាគឺមានសារៈប្រយោជន៍ណាស់ចំពោះគាត់កាលណាគាត់មានចំណេះវិជ្ជាគឺគាត់អាចប្រកបការងារបានខ្ពង់ខ្ពស់ហើយគាត់ក៏អាចរកប្រាក់ចំណូលបានច្រើនហើយគាត់ក៏មានកិត្តិយសនិងសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯងប្រសិនបើគាត់គ្មានចំណេះវិជ្ជាទេគឺគាត់បានត្រឹមតែរកការងារដែលប្រើកម្លាំងសួរថាតើការងារដែលប្រើកម្លាំងនិងការងារដែលប្រើបញ្ញាតើមួយណាដែលអាចរកប្រាក់ចំណូលបានច្រើនជាងនិងអាចផ្ដល់កិត្តិយសដល់គាត់ច្រើនជាងហើយមួយវិញទៀតដោយសារតែសប្តាហ៍ថ្ងៃនេះយើងសម្ដេចនាយករដ្ឋមន្ត្រីគឺគាត់កំពុងតែមានវិធានការក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងដូច្នេះក្នុងនាមសុខាគឺជាយុវជនដើម្បីចូលរួមជាមួយនឹងរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សនិងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនសុខាត្រូវតែខិតខំរៀនសូត្រដើម្បីមានចំណេះវិជ្ជាឲ្យបានខ្ពង់ខ្ពស់ដើម្បីក្លាយខ្លួនទៅជាយុវជនម្នាក់ពោពេញទៅដោយធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឲ្យបានរីកចម្រើនខ្ញុំសូមអរគុណចំពោះបងអូនម៉ានីកាបងអូនក៏អស់ពេលវេលាដែរចាសូមអរគុណសូមអញ្ជើញសម្រាប់ហើយសូមបងអូនគិរមអូនត្រូវត្រៀមឆ្លើយនឹងសំណួរដែលយើងនឹងចោទសួរនៅពេលបន្តិចទៀតនេះចាសូមគណៈកម្មការយើងរៀបចំជាបន្តទៀតចាប់ផ្ដើមចុចសូមបញ្ឈប់ចាគឺនៅខេត្តកំពង់ចាមសំណួរសួរថាវីរៈជាកសិករដែលមានអាយុ21ឆ្នាំរស់នៅក្នុងខេត្តកំពង់ចាមគាត់មានដីមួយចំនួនសម្រាប់ដាំស្រូវនិងធ្វើចំការកៅស៊ូគាត់សង្ឃឹមថាថ្ងៃណាមួយគាត់នឹងមានម៉ាស៊ីនកិនស្រូវនិងចំការកៅស៊ូជាកម្មសិទ្ធិផ្ទាល់របស់គាត់តើអ្នកមានគំនិតយ៉ាងណាដើម្បីឲ្យគាត់មានជំនាញដើម្បីឈានទៅរកភាពជោគជ័យរបស់គាត់អូនមានរយៈពេល2នាទី